ថ្ងៃនេះនាំបងប្អូនមកមើលជីវិតកសិកម្មតើរវល់ប៉ុណ្ណាបន្ទាប់ពីបញ្ចប់កិច្ចការងារជាម្ដាយរួចរាល់ខ្ញុំត្រូវរៀបចំក្របពូជដើម្បីផ្ញើជូនអតិថិជនទិញជាមួយនឹងក្របពូជហើយនឹងដីបណ្ដុះជាមួយនឹងសកេដូងផងដែរសម្រាប់អតិថិជនដែលនៅខេត្តផ្សេងខ្ញុំត្រូវរៀបចំជាកញ្ចប់ជូនគាត់នឹងដាក់នៅក្នុងបេតែមួយដើម្បីងាយស្រួលក្នុងការដឹកជញ្ជូនហើយវាកាត់បន្ថយការចំណាយផងដែរសម្រាប់អតិថិជនដែលនៅក្នុងខេត្តសៀមរាបយើងប្រើជាលក្ខណៈរ៉ឺម៉កនឹងដឹកជូនគាត់ចានៅក្នុងក្រុងហើយសកម្មភាពបែបនេះគឺយើងធ្វើជារៀងរាល់ថ្ងៃដើម្បីឲ្យស្របតាមតម្រូវការប្រើប្រាស់របស់អតិថិជនចាពេលព្រឹកគឺយើងត្រូវរូតរះក្នុងការដឹកជញ្ជូនជូនគាត់កលេចមកមើលការផលិតរបស់យើងវិញឥឡូវនេះខាងមិត្តកសិករយើងមានជាផលិតជាសកេដូងដុំសម្រាប់បងប្អូនដែលត្រូវការគ្របគល់ដំណាំឬក៏បែបលក្ខណៈដាំអូគីដេតម្រូវការសកេដូងដុំនេះក៏មានច្រើនដែរហើយសម្រាប់សកេដូងម៉ត់វានៅតែជាតម្រូវការខ្ពស់ជាងគេសម្រាប់ការប្រើប្រាស់របស់មិត្តកសិករនៅក្នុងការផលិតពីព្រោះវាមានគុណប្រយោជន៍ច្រើនមែនទែនសម្រាប់បងប្អូននៅក្នុងវិស័យកសិកម្មបងប្អូនខ្ញុំមិនមែនត្រឹមតែជាអ្នកផលិតទេខ្ញុំក៏ជាអ្នកប្រើប្រាស់ផងដែរដើម្បីឲ្យដឹងថាផលិតផលរបស់យើងល្អឬយ៉ាងណាដល់តែយើងជាអ្នកផលិតហ្នឹងគឺជាអ្នកប្រើប្រាស់ផ្ទាល់ក្នុងវិស័យកសិកម្មនេះខ្ញុំធ្វើវារយៈពេល3ឆ្នាំមកហើយខាងមិត្តកសិករការផលិតសកេដូងគឺពួកយើងតែងតែយកវាមកពិសោធន៍ម្ដងហើយម្ដងទៀតដំណាក់កាលនៃការពិសោធន៍ការស្វែងយល់ពីកសិកម្មក្រៅការប្រើប្រាស់សកេដូងនេះប្រទេសដែលគេជឿនលឿនជាងយើងគេបានយល់ដឹងគេបានប្រើប្រាស់រួចរាល់ហើយសម្រាប់កសិករគេងាយស្រួលណាស់ក្នុងការយកទៅប្រើប្រាស់ដោយមិនចាំបាច់បញ្យល់អីច្រើនទេបងប្អូនតែនៅក្នុងប្រទេសរបស់យើងគឺមិនទាន់ទទួលយកការផ្លាស់ប្ដូរថ្មីនេះនៅឡើយទេសម្រាប់ខ្ញុំការដាំដុះដែលប្រើសកេដូងនិងការដែលអត់ប្រើសកេដូងគឺមានលក្ខណៈខុសគ្នាឆ្ងាយណាស់បងប្អូនទិន្នផលដែលយើងទទួលបានគឺខុសគ្នាពេលវេលានិងការថែទាំក៏ខុសគ្នាដែរដើម្បីងាយស្រួលក្នុងការបញ្យល់បងប្អូនគឺខ្ញុំត្រូវតែធ្វើជាអ្នកដាំជាអ្នកប្រើប្រាស់ផ្ទាល់ធម្មតាអ្នកប្រើប្រាស់និងអ្នកលក់គឺបើសិនជាយើងជាអ្នកលក់មិនបានប្រើប្រាស់ផ្ទាល់ទេយើងមិនដឹងពីបញ្ហានឹងទាំងអស់ទេអញ្ចឹងហើយជារៀងរាល់ថ្ងៃសកម្មភាពបែបនេះពួកយើងតែងតែធ្វើទាំងខ្ញុំនិងគ្រួសារគឺព្យាយាមឆ្នៃព្យាយាមរកវិធីដែលអាចធ្វើឲ្យផលិតផលរបស់យើងកាន់តែល្អប្រសើរពីមួយកម្រិតទៅមួយកម្រិតទៀតដូចបងប្អូនបានឃើញរាល់វីដេអូទាំងអស់ដែរខាងខ្ញុំនិងគ្រួសារបានបង្ហាញពីការដាំដុះគឺសុទ្ធតែជាផលិតផលដែលយើងបានធ្វើនិងផលិតដោយខ្លួនឯងផ្ទាល់